រកដងឲ្យតែមានត្រីក្រហមអញ្ចឹងខ្ញុំយកចិត្តយកវាទៅធ្វើស្ងោរជ្រក់ញ៉ាំដល់លើកនេះខ្ញុំមកសាកចំហុយវាញ៉ាំម្ដងរសជាតិវាគឺឆ្ងាញ់មែនតើបងប្អូនសម្រាប់របៀបដែលខ្ញុំធ្វើគឺខ្ញុំមានបន្លែ2មុខដើម្បីមកក្រាត្រីយកទៅចំហុយគឺខ្ញីខ្ញុំកាត់វាជាផ្ទះបែបនេះដាក់វាដើម្បីបំបត្តិក្លិនឆ្អាបជាមួយនឹងដើមខ្ទឹមក្រៅពីនឹងត្រីគឺខ្ញុំបានកោសវាឆូតបែបនេះដើម្បីវាសព្វចូលជាតិទាំងសងខាងតែម្ដងរួចខ្ញុំក៏យកបន្លែ2មុខនេះទៅក្រាក្រោមត្រីដើម្បីរៀបចំចំហុយសម្រាប់ត្រីគឺខ្ញុំចំហុយវាឲ្យឆ្អិនមកល្មមសិនបន្ទាប់មកទើបខ្ញុំដាក់គ្រឿងផ្សំតាមក្រោយទៀតអ្វីដែលខ្ញុំត្រូវបន្ថែមនៅពេលដែលត្រីឆ្អិនមកល្មមតិចហ្នឹងគឺមានដូចជាម្ទេសហើយស្លឹកខ្ទឹមដូចជាខ្ញីដែរបងប្អូនម្ទេសគឺខ្ញុំបានឆ្កឹះក្រកវាចេញឲ្យអស់ទុកតាក្រហមនឹងបានហើយខ្ទឹមគឺខ្ញុំកាត់វាឆូតវាជាវែងបែបនោះជាសរសៃម្ទេសក៏ដូចគ្នាហើយខ្ញីក៏ដូចគ្នាដែរគឺខ្ញុំបានកាត់វាជាស្ដើងសរសៃបែបនេះហើយមកលាយជាមួយនឹងគ្រឿងផ្សំដែលខ្ញុំដាក់ពីលើត្រីគឺខ្ញុំមានដូចជាទឹកស៊ីអ៊ីវខាប់ម្សៅស៊ុបហើយនឹងស្ករសរួចបន្ថែមទឹកបន្តិចម្សំល្មមតាមរសជាតិយើងញ៉ាំក្លុកវាទៅនៅពេលដែលយើងបើកមកត្រីឆ្អិនមកល្មមបន្តិចខ្ញុំក៏បន្ថែមជាមួយនឹងបន្លែដែលខ្ញុំចិតវាស្ដើងមិញហើយក៏ខ្ញុំចាក់ជាមួយនឹងគ្រឿងផ្សំដែលខ្ញុំបានលាយនឹងចូលចាក់ចូលហើយចំហុយវាប្រហែលជាបន្តិចទៀតគឺមកឆ្អិនមកល្មមញ៉ាំឲ្យបងប្អូនចេញទឹកច្រើនមែនតើណាទឹកគ្រឿងផ្សំហើយទឹកចេញពីត្រីទៀតរសជាតិវាប៉ុណ្នេះគឺសាបមកល្មមដោយសារតែខ្ញុំអត់ចូលចិត្តញ៉ាំប្រៃដែរចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណបងប្អូនដែលបានទស្សនា